ចឹងខ្ញុំអត់បើខ្ញុំតែខ្ញុំពិបាកណាស់ខ្ញុំលោកទាំងអស់ទាំងគ្នាកាត់ថ្លៃតបខ្ញុំមិនផលពីព្រោះខ្ញុំថ្ងៃនេះខ្ញុំបាត់បាយខ្ញុំអត់បានទេបងប្អូនខ្ញុំមកនេះមិនមែនបំពុលសង្គមឬក៏មកដើម្បីឲ្យបងប្អូនធ្វើវិយកកថាបាទយំស្រែកអំពាវនាវបាទដើម្បីឲ្យថ្នាក់ដឹកនាំលើកលែងទោសឲ្យទេបាទគឺខ្ញុំមកចង់ដឹងអំពីស្ថានភាពនិងស្ថានភាពរបស់ក្មេងៗតើនៅពេលដែលបាត់លោកខេសុនមួយតើយ៉ាងម៉េចចង់ជួបគាត់ទីមកបងប្អូនណាដែលមានបញ្ហាអូចង់ភ្ញាក់អូយម៉ាបាទអូសក់សាក់ហ្មងសក់សាក់នេះអូក្មេងៗទាំងអស់នេះសំណពរដល់ថ្នាក់ដឹកនាំដែលសូមបន្ថយទោសដល់ប៉ាខ្ញុំផងព្រោះប៉ាខ្ញុំគាត់ធ្វើហ្នឹងគឺដើម្បីឲ្យកូនល្អទេព្រោះពីមុនពួកខ្ញុំមិនមែនជាក្មេងពីរួមជាក្មេងឲ្យមានតែគាត់ទេដែលណែនាំព្រាមដល់ពួកខ្ញុំឲ្យខ្ញុំមិនដល់ទៅចំណុចនេះអញ្ចឹងខ្ញុំអត់បើខ្ញុំតែខ្ញុំពិបាកណាស់ខ្ញុំលោកទាំងអស់ទាំងគ្នាកាត់ថ្លៃតបខ្ញុំមិនផលពីព្រោះខ្ញុំថ្ងៃនេះខ្ញុំបាត់បាយខ្ញុំអត់បានទេព្រោះប៉ាខ្ញុំធ្វើនេះដើម្បីចង់ឲ្យកូនល្អព្រោះឯងខ្ញុំជាមិនមែនជាក្មេងដែលស្ដាប់អំនេះម៉ែឪទេពួកខ្ញុំបើបានប៉ាខេសុនមួយនឹងមកវិញខ្ញុំកែអស់ហើយសូមថ្នាក់ដឹកនាំទាំងអស់ជួយយកលេខប៉ាខ្ញុំទូថយទៅប៉ាខ្ញុំហងមានគាត់ទេកែប្រែឲ្យខ្ញុំបានល្អដល់សប្តាហ៍ថ្ងៃហ្នឹងប៉ាខ្ញុំសូមស្នើទៅដល់អ្នកដឹកនាំសូមឲ្យជួយបទូបថយទៅប៉ាខេសុនមួយផងព្រោះគាត់ដូចក្បាលម៉ាស៊ីនរបស់ពួកខ្ញុំអញ្ចឹងកាលណាបើអត់ពួកគាត់ទៅពួកខ្ញុំពិបាកទាំងអស់ពិបាកទី1ការរៀនការសូត្រហើយមួយមកនេះគឺមករៀនយកចំណេះដឹងឥឡូវនេះពួកខ្ញុំមកដល់ពាក់កណ្ដាលផ្លូវហ្នឹងវាដូចជាគៀងអញ្ចឹងឥឡូវអស់ប្រេងហ្នឹងអញ្ចឹងសូមឲ្យមេដឹកនាំគាត់ជួយបទូបថយទៅប៉ាខ្ញុំគាត់ឆាប់បានវិលត្រឡប់មកជួបពួកខ្ញុំវិញផងបើអត់ពួកគាត់ទេពួកខ្ញុំពិបាកអត់ដឹងទៅធ្វើមិនទេបាទមានប៉ុណ្្នឹងទេអូខេបងប្អូនទៅខៃប៉ាខ្ញុំអីគាត់ធ្វើនេះចង់ឲ្យកូនល្អទេបាទតគ្នាមួយម្នាក់បាទខ្ញុំសូមឲ្យថ្នាក់ដឹកនាំទាំងអស់ជួយសម្រាប់ទៅតែខ្ញុំផងបាទសម្បីគាត់ឆាប់វិញឆាប់បានដឹកនាំកូនចៅព្រៀនបាទនិយាយចេញពីចិត្តណាអត់មានអ្នកបង្ខំទេបងប្អូនថ្នាក់ដឹកនាំជួយលើកលែងតោប៉ាខ្ញុំផងពួកខ្ញុំអត់ពួកគាត់ក៏ពួកខ្ញុំពិបាកអញ្ចឹងហើយឆាប់បោះលែងគាត់អញ្ចឹងបាទដល់ទៀតកូនជុំគ្នាទៅខ្ញុំសូមនិយាយទៅកូននិយាយចុះខ្ញុំមកនេះខ្ញុំមករៀនចំណេះដឹងរៀនជំនាញខាងលក់ឡានលក់ដីបាទតទៅកូនតសូមឲ្យថ្នាក់ដឹកនាំទាំងអស់ជួយបទូបថយទៅប៉ាគេសុំមួយបងបើសិនជាអត់មានប៉ាគេសុំមួយទេពួកខ្ញុំទាំងអស់គ្នាមិនដឹងធ្វើមិនទេអញ្ចឹងប្រៀបដូចជាគាត់ក្បាលមិនសិនចឹងបើសិនអត់គាត់ទេមិនសិនក៏អាចដំណើរការបានតទៅកូនតទាំងអស់គ្នា40នាក់ជាងតិចសូមនេះដល់ថ្នាក់ដឹកនាំឥឡូវសូមឲ្យជួយកាន់ថយទៅប៉ាខ្ញុំផងព្រោះខ្ញុំមកនេះសូមថ្នាក់ដឹកនាំជួយបន្ថយទោសប៉ាសុនមួយផងព្រោះអីអត់ពីគាត់ទៅកូនមិនដឹងទៅនៅណាទេបាទជួយតគ្នាកូនណាសូមថ្នាក់ដឹកនាំគ្រប់ជាន់ទាំងអស់អភ័យទោសប៉ាខេសុនមួយផងព្រោះគាត់ធ្វើនេះដើម្បីពួកយើងល្អកែខ្លួនពួកខ្ញុំសើអ្នកខូចខើបដល់ពេលបានមកកន្លែងគាត់ជួយណែនាំផ្ដល់ចំណេះដឹងហ៊ានសូត្រដល់ល្អអញ្ចឹងសូមថ្នាក់ដឹកនាំទាំងអស់ជួយអភ័យទោសប៉ាខេសុនមួយផងសូមថ្នាក់ដឹកនាំទាំងអស់ជួយបន្ថយទោសប៉ាខ្ញុំផងព្រោះអត់ពីគាត់ទៅកូនចៅនៅនេះបាក់នឹកគាត់នេះចឹងដូចយ៉ាងណាកូនណាធ្វើយ៉ាងខ្លោចសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងបងប្អូនទូទាំងប្រទេសជួយបន្ធូរបន្ថយកុំយកទោសទៅប៉ាខ្ញុំអីព្រោះបើសិនជាអត់ពីគាត់ពួកខ្ញុំមិនដឹងថាអនាគតទៅជាយ៉ាងណាទេមានតែគាត់នឹងហើយដែលធ្វើឲ្យពួកខ្ញុំមានចំណេះដឹងក៏ដូចជាបទពិសោធន៍ផ្សេងជីវិតបាទសូមឲ្យថ្នាក់ដឹកនាំជួយបន្ធូរបន្ថយទោសប៉ាខ្ញុំផងល្អណាស់កូនបាទអរគុណណាកូនអរគុណច្រើនបាទជាចុងក្រោយខ្ញុំសូមសំណពរដល់ថ្នាក់ដឹកនាំដែលសូមបន្ថយទោសដល់ប៉ាខ្ញុំផងព្រោះប៉ាខ្ញុំគាត់ធ្វើហ្នឹងគឺដើម្បីឲ្យកូនល្អទេព្រោះពីមុនពួកខ្ញុំមិនមែនជាក្មេងពីរួមជាក្មេងឲ្យមានតែគាត់ទេដែលណែនាំព្រាមដល់ពួកខ្ញុំឲ្យខ្ញុំមិនដល់ទៅចំណុចនេះអញ្ចឹងខ្ញុំអត់បើខ្ញុំតែខ្ញុំពិបាកណាស់ខ្ញុំលោកទាំងអស់ទាំងគ្នាកាត់ថ្លៃតបខ្ញុំមិនផលពីព្រោះខ្ញុំថ្ងៃនេះខ្ញុំបាត់បាយខ្ញុំអត់បានទេបាទខ្ញុំមានប៉ុណ្ណឹងអរគុណថយទៅប៉ាខ្ញុំផងព្រោះសម្រាប់ដល់ថ្ងៃនេះខ្ញុំបានជួបគាត់នឹងខ្លាចជំនឿល្អដល់ឥឡូវនោះសូមថ្នាក់ដឹកនាំមកជួយសម្រាប់ទៅប៉ាខេសុនមួយខ្ញុំផងព្រោះខ្ញុំមកនេះមករកចំណេះជំនាញបើសិនជាអត់មកគាត់មួយថ្ងៃទៅក៏ពិបាកបងអត់តាមហើយខ្ញុំប្រហែលក៏ប៉ុណ្្នឹងឯងខ្ញុំរំដល់4-5 ខែទៀតខ្ញុំអត់ដឹងធ្វើយ៉ាងម៉េចទេអញ្ចឹងមានតែសូមខ្ញុំពោលដល់ស្នងការជួយបន្ធូរទោសរបស់ប៉ាខេសុនមួយខ្ញុំផងជួយសម្រួលទៅប៉ាខ្ញុំផងបើអត់ពីប៉ាខ្ញុំអត់ដឹងធ្វើម៉េចទេខ្ញុំមកនេះកម្រងមកដាក់ចិត្តកូនខ្ញុំកម្រងនេះមកយកចំណេះយកជំនាញពេលបើសិនជា
អត់ថ្នាក់ដឹកនាំអត់មានមេដឹកនាំឲ្យជំរុញឲ្យផ្លូវឲ្យខ្ញុំទេខ្ញុំអត់មាននេះទាំងជួយថ្នាក់ដឹកនាំទាំងអស់ជួយសម្រាប់តូប៉ាខ្ញុំផង còn gì chúng ta cho thoát